រស់ក្នុងផ្ទះខ្ទមភ្លៀងធ្លាក់ម្ដងស្រកពីលើដល់ក្រោមពេលកូនធំឡើងកូនតែងតែស្អប់ពីងថាកុំព្រីមិនបានប្រាប់ម៉ែឲ្យកើតចិត្តពុកក៏ទៅបាត់ឲ្យម៉ែនឹងកូនរងាដឹងទេថាម៉ែកូនគ្រប់គ្នារស់នៅខ្លោចផ្សាបីគ្មានពុកម៉ែធ្វើគ្រប់យ៉ាងមិនដែលចង់ចាំគាត់មកភ្នំពេញដើម្បីរកលុយធ្វើការស៊ីឈ្នួលគេអ្វីដែលរូបកូនចង់បានគាត់មិនដែលប្រកែកមិនដែលខ្លាចនើយហត់ទេម៉ែថាអ្វីដែលគាត់ធ្វើគ្រប់យ៉ាងគឺដើម្បីគ្រួសារអរគុណម៉ែដែលបានមើលថែកូនពីចំណុចសូនរហូតកូនដឹងក្តីកូនសូមបួងសួងដល់មុនព្រះបារមីថែរក្សាម្ដាយថ្លៃចាក់ឆ្ងាយរគាចង្រៃទៅណាទោះគ្មានពុកកំបោម៉ែត្រង់ត្រង់ធ្វើមេគ្រួសារគេយកឡើងតែងស្រមៃថាជប់ជុំគ្រួសារជាក្តីស្រមៃបើសិនបានជួបពុកកូនចង់សួរពុកថាតាមម៉ែអីបានចាំចោលម៉ែនឹកកូនប្រុសស្រីជីវិតដូចក្បូនហាក់បីគ្មានន័យដូចទឹកព្រឹកថ្ងៃក្តៅហួតរីងស្ងួតអស់ហើយសូមคืนថ្ងៃស្អែកនឹងព្រះផ្លាំងថ្មីឲ្យយើងជុំគ្រួសារកូនគ្រប់អាត្មាសូមស្បសេចក្ចាថែរក្សាគេឈ្មោះជូនពរឲ្យម៉ែបានក្តីសុខឆាប់ជាបានជួបពុករួចជុំគ្នាមានក្តីសុខបើសិនលោកពុកមកវិញនោះកូននៅចាំមើលថែកូនពីចំណុចសូនរហូតកូនដឹងក្តីកូនសូមបួងសួងដល់មានព្រះបារមីថែរក្សាម្ដាយថ្លៃចាក់ឆ្ងាយរគាចង្រៃទៅណាទោះគ្មានពុកកំបោម៉ែត្រង់ត្រង់ធ្វើមេគ្រួសារគេយកឡើងតែងស្រមៃថាជប់ជុំគ្រួសារជាក្តីស្រមៃបើសិនបានជួបពុកកូនចង់សួរពុកថាតាមម៉ែអីបានចាំចោលម៉ែនឹងកូនប្រុសស្រីជីវិតដូចក្បូនហាក់បីគ្មានន័យដូចទឹកព្រឹកថ្ងៃក្តៅហួនវិញស្ងួតអស់ហើយទោះគ្មានពុកកំដរម៉ែព្រមត្រធ្វើមេគ្រួសារគេយកឡើងតែងស្រមៃថាជប់ជុំគ្រួសារជាក្តីស្រមៃបើសិនបានជួបពុកកូនចង់សួរពុកថាតាមម៉ែអីបានចាំងចោលម៉ែនឹងកូនប្រុសស្រីជីវិតដូចក្បូនហាក់បីគ្មានន័យដូចទឹកព្រឹកថ្ងៃក្តៅហួតមានស្ងួតអស់ហើយរឿងចុងក្រោយដែលកូនចង់ប្រាប់ម៉ែរស់ខ្លោចផ្សារសែនឈឺចុកចាប់ទោះបីគាត់ស្លាប់ក៏គាត់នៅនឹកពុកដែរ